ថ្ងៃនេះខ្ញុំបានចូលរួមកម្មវិធីមួយប៉ុន្តែដោយសារតែដេកខកដល់ពេលចឹងទៅមានអីទៀតទៅដល់គេចាប់បាត់តែអត់ទាន់ប្រាប់បងប្អូនថាកម្មវិធីអ្វីទេពួកអីខ្ញុំសូមពេលវេលាតិចតួចមុននឹងទៅលាបលេការពារកម្ដៅថ្ងៃជាមួយសានសារ៉ូនរបស់សារធម្មជាតិ24ល្អប្រើខ្លាំងមែនតើវាជួយការពារកុំឲ្យយើងកាត់មុនកើតជាប់ស្នាមបិចខ្មៅស្នាមជាជ្រួញនឹងធ្វើឲ្យស្បែកមុខយើងសភ្លឺថាមាត់រលោងថែមទៀតផងហើយជារៀងរាល់ថ្ងៃយើងប្រើវាចំនួនម្សៅផាត់ចឹងហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចឆាតទៅ page ផ្សារធម្មជាតិ24បានណាបងប្អូនឥឡូវនេះខ្ញុំរៀបចំខ្លួនហើយចឹងទៅក៏ខ្ញុំត្រូវចូលរួមកម្មវិធីនឹងនិយាយទៅជារៀងរាល់ថ្ងៃបងប្អូនខ្ញុំដាក់នាការរោម៉ោង5កន្លះប៉ុន្តែដោយសារថ្ងៃហ្នឹងសុកជាក៏បានទៅរៀនចឹងហើយបានជាខ្ញុំដាក់នាការរោហើយមួយវិញទៀតជុំមិញខ្ញុំបានចូលរួមកម្មវិធីមួយជាមួយប្អូនថ្លៃខ្ញុំឡើងម៉ោងមិន10កន្លះបានដល់ផ្ទះចឹងបានដេកខកនឹងឯងហើយកម្មវិធីហ្នឹងគឺកម្មវិធីខួបមួយឆ្នាំរបស់បងបកើតរបស់ម្ដាយក្មេកនឹងឯងដែលគាត់បានស្លាប់ថ្លៃនឹងម្ដាយក្មេកខ្ញុំក៏ទៅមុនតាំងម៉ោង6ម្លេះនិយាយទៅជាទំនៀមទម្លាប់របស់គេចឹងឲ្យតែកម្មវិធីគម្រប់ខួបមួយឆ្នាំគេតែងជួបជុំសាច់ញាតិនៅវិហារចឹងទៅគេទៅកន្លែងស៊ីមីត្រីហ្នឹងគឺកន្លែងដែលគេបញ្ចុះសាក់សពតែដោយសារខ្ញុំទៅយឺតអញ្ចឹងมันបានថតសកម្មភាពនៅពេលដែលគេប្រពកម្មវិធីគេធ្វើយ៉ាងម៉េចយ៉ាងម៉ាអញ្ចឹងណាបងប្អូនហើយខ្ញុំក៏មានអារម្មណ៍សោកស្ដាយខ្លាំងមែនតើនៅពេលដែលខ្ញុំទៅយឺតមានស្អីទៀតទៅដល់យើងញ៉ាំនំញ៉ាំតែអញ្ចឹងទៅញ៉ាំរួចហើយក៏នាំសុខជាដើម្បីគោរពសាកសពតែប៉ុណ្្នឹងឯងហើយនៅក្នុងហ្នឹងបងប្អូននោះប្រជាជននៅស្រុកហ្នឹងស្លាប់បើសិនខ្ញុំគិតជាមកជុំភាគគេអាយុវែងខ្លាំងមែនតើអ្នកខ្លះកើតតាំងពីឆ្នាំ1931ទៅស្លាប់ឆ្នាំ2025 23ចឹងទៅឯមានរបស់ប្តីខ្ញុំបកើតនេះនិយាយទៅគាត់មានអាយុអត់សូវវែងប្រហែលបងប្អូនគាត់ស្លាប់អាយុ71ដោយសារតែគាត់មានបញ្ហាសុខភាពហើយការនៅជំងឺរបស់គាត់ខ្ញុំឃើញពេលដែលគាត់មកការកូនគាត់ហ្នឹងដូចថាគេដាក់បតោងសរោមពយោនៅខាងក្រៅចឹងទៅអាទឹកសយោលាងរហូតនៅក្នុងពវៀនបតាំងគាត់ហ្នឹងឃើញចឹងរហូតចឹងបានរយៈបានគាត់ស្លាប់ដោយសាររូបនឹងឯងហើយទម្លាប់មួយទៀតចំពោះមនុស្សស្លាប់អ្នកស្រុកហ្នឹងពេលស្លាប់ភ្លាមចឹងទៅគេបញ្ចុះនៅក្នុងកន្លែងស៊ីមេត្រីនឹងឯងគេបញ្ចុះបានមួយឆ្នាំគេនឹងរៀបចំកម្មវិធីធ្វើបន់គេហៅថា one year មកបន្ទាប់មកទៀតមកបានគ្រប់3ឆ្នាំគេធ្វើបន់ឆ្អឹងសាកសមដាក់កន្លែងផ្សេងបងប្អូនធ្លាប់ឃើញនៅក្នុងរឿងអត់ឃើញមើលទៅទូមកអប់ដោយទូលខចឹងគេដាក់ចូលក្នុងចឹងទៅហើយគេដាក់កើតពីឆ្នាំណាស្លាប់ពីឆ្នាំណាចឹងប៉ុន្តែយើងដាក់ក្នុងហ្នឹងគេតម្រូវឲ្យយើងផេលុយបើសិនជាយើងមិនចង់ផេលុយកន្លែងស្គួរមកកន្លែងទៀតសម្រាប់ free តែហ្មងប៉ុន្តែក្នុងហ្នឹងគេជីកម្ដងឲ្យធំចឹងទៅដាក់សាកសពឆ្អឹងទាំងអស់ចូលគ្នាសរុបតែហ្មងណាដោយឪពុកក្មេករបស់ខ្ញុំចឹងទៅគាត់ស្លាប់យូរឆ្នាំហើយម្ដាយក្មេកខ្ញុំគាត់មិនចង់ផេលុយឲ្យវិហារក៏គាត់ដាក់ចូលសរុបក្នុងដងតែហ្មងចឹងហើយឲ្យទៅដល់ថ្ងៃបនរំលឹកសាកសពម្ដាយក្មេកខ្ញុំមិនដែលបានទៅកន្លែងហ្នឹងទេភាគច្រើនគាត់ធ្វើបានគ្រប់2ថ្ងៃចឹងម្ដាយក្មេកខ្ញុំបងប្អូនហើយបងប្អូនគាត់បកើត6នាក់ស្រីតែម្ដាយក្មេកខ្ញុំម្នាក់ទេហើយពួកគាត់ទាំងអស់ហ្នឹងភាគច្រើនរស់នៅក្រៅស្រុកហើយអ្នកដែលស្លាប់ហ្នឹងគឺស្លាប់ពីស្រុកក្រៅចឹងទៅដល់ពេលគាត់ស្លាប់គេមកបញ្ចុះសាកសពនៅស្រុកកណ្ដាលគាត់និយាយឲ្យសួរស្ដាប់ប្រជាជននៅស្រុកខ្ញុំភាគច្រើនជីវិតគាត់រស់នៅក្រៅប្រទេសប៉ុន្តែឲ្យតែគាត់ឈឺឬក៏មានអាណាស្លាប់ដឹងតែគាត់មកព្យាបាលនៅស្រុកឥណ្ឌាបើតាមខ្ញុំគិតផាយនៅក្រៅប្រទេសវាថ្លៃចឹងទៅស្រុកឥណ្ឌាវាថោកអូខេហើយឥឡូវនេះផងដែរនៅពេលដែលខ្ញុំបានដល់ផ្ទះក៏នឹកឃើញចង់ញ៉ាំបបរព្រោះចង់ឆ្ងាញ់ឬមិនឆ្ងាញ់ដោយបងប្អូនប្រកាសជាដឹងថាស្រុកខ្ញុំឲ្យតែខ្ញុំធ្វើបបរម្ដងក៏ទៅផ្សេងទឹកទៅសឹងមិនដែលចូលជាតិគ្នាអញ្ចឹងហើយបាទខ្ញុំសាកបងយើងក៏នឹងហើយបបរខ្ញុំលើកនេះអត់មានអីច្រើនទេអត់មានសាច់មាន់សាច់គោស្អីទេបងប្អូនគឺបបរជាមួយសាច់ជ្រូកនឹងទៀតសោតមិនមែនទិញបានដុំណាទិញមកសាច់ជ្រូកមុនខ្ញុំទៅបំបីអ្នកលក់ប្រាប់មិនទាន់កាត់ឡើងកណេកណាត់កង់តែម្ដងហើយឥឡូវនេះផងដែរបបរខ្ញុំគឺឆ្អិនហើយជាស្រេចខ្ញុំលក់ឲ្យសុកជាញ៉ាំខ្ញុំសួរគាត់ថាបបរនឹងឆ្ងាញ់អត់សុកជាតែឆ្ងាញ់ណាស់មកអើយហើយបេតអូខ្ញុំក៏មានប៉ុណ្ណឹងដែរតែសូមអធិស្ឋានបងប្អូនខ្ញុំចូលសលេងមានសលេងមួយខាងពីខាងក្រៅអញ្ចឹងជម្រាបលាអរគុណ